Ok សួស្តីទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងមកបរៀនទាំងអស់គ្នាអំពីរបៀបដូរ leverage នៅក្នុង X នេះសម្រាប់អ្នកដែលគាត់ថ្មីគាត់ដឹងថាដូរ leverage បែបម៉េចអញ្ចឹងដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ X នេះរបស់យើងហើយបន្ទាប់ពីយើងវាយ password login ហើយយើងមើលឡើងនេះសញ្ញាកូនសោទាំងអស់គ្នាយើងចុចវាឡើងហ្នឹងមួយមកបន្ទាប់មកទៀតយើងមើលកន្លែងខាងក្រោមនេះគេដាក់ថា make leverage យើងចុចពីលើហ្នឹងទៀតមកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា account ទាំងអស់គ្នា allow ទៅលើ leverage មួយលើ unlimited ក៏អ្នកទាំងអស់គ្នាដាក់មកអញ្ចឹងអ្នកទាំងអស់គ្នាមានលុយប្រហែលក៏អាចចូលផ្សារបានដែរគ្រាន់ថាវា high risk បន្តិចបើសិនជាអ្នកទាំងអស់គ្នាមាន balance ធំអីប៉ុន្តែអានេះវាល្អតែសម្រាប់អ្នកដែលមាន balance តូចទេអញ្ចឹងជាទូទៅខ្ញុំលេងមួយតែលើ100អីទេសម្រាប់ខ្ញុំណាបើសិនជាខ្ញុំចង់ flip ខ្ញុំចង់ check ខ្ញុំលេងមួយលើ unlimited បើសិនជា account អ្នកទាំងអស់គ្នា allow អ្នកទាំងអស់គ្នាដាក់ទៅមួយលើ unlimited ហ្នឹងអញ្ចឹងវាអាស្រ័យទៅលើប្រភេទ account ទាំងអស់គ្នាថា unlock unlimited បានហើយទេនេះបើសម្រាប់ account ខ្ញុំគឺខ្ញុំ unlock បានហើយហើយវីដេអូនេះមានតែប៉ុណ្្នឹងទេទាំងអស់គ្នា